ការអប់រំតើយើងគួរអប់រំតែខួរក្បាលមែនដែរឬទេទស្សនវិទូក្រិក Aristotle ពោលថាអប់រំតែគំនិតតែមិនគិតដល់បេះដូងគឺមិនអាចចាត់ទុកថាការអប់រំល្អនោះទេត្បិតអាចហៅបានថាត្រឹមតែជាភាពទទេប៉ុណ្ណោះចិត្តឆាវឆាវចិត្តឆាប់ខឹងចិត្តរំភើបចិត្តរំជើបនិងចិត្តច្រណែនចិត្តឈ្នានីសចិត្តគុំគួនចិត្តសងសឹកគឺសុទ្ធតែជាចិត្តកើតចេញពីបេះដូងតែមិនបានលុតដំវឹកហាត់ឲ្យបានល្អចំណេះដឹងឬសមត្ថភាពដែលយើងអាចស្វែងរកបានតែទឹកចិត្តបរិសុទ្ធចិត្តនឹងណោទឹកចិត្តឥតរំជើបរំជួលមិនងាយរកទេកត្តាទៅមុខឬថយក្រោយរបស់ជីវិតវាស្ថិតស្ទើរតែទាំងស្រុងលើលំនឹងនៃចិត្តតើលំនឹងនៃចិត្តយ៉ាងដូចម្ដេចលំនឹងនៃចិត្តគឺមានន័យថាបើឈ្នះគឺសប្បាយត្រេកអរដាច់បង្ហាឬបើចាញ់ក៏មិនតក់ស្លុតអស់សង្ឃឹមឡើយដែរឈ្នះក៏ដោយក៏ត្រូវតែរក្សាលំនឹងចិត្តធម្មតាឬបើចាញ់ក៏នៅតែរក្សាលំនឹងចិត្តធម្មតាដោយមិនភ័យតក់ស្លុតស្លន់ស្លោនេះមានន័យថាពេលក្រមិនអស់សង្ឃឹមរីឯពេលមានមិនភ្លើតភ្លើនភ្លេចខ្លួនពេលទុកមិនងាយពេលសប្បាយមិនដាច់បង្ហាខ្ញុំធ្លាប់បានឆ្លងកាត់បទពិសោធន៍ជីវិតទាំងនេះទាំងខ្លួននៅវ័យក្មេងខ្ញុំហ៊ាននិយាយថាបើឡើងខ្ពស់ពេកដល់ពេលធ្លាក់វិញនឹងស្លាប់ភ្លាមតែម្ដងបើធ្លាក់ជ្រៅពេករហូតដល់ងើបមុខមិនរួចគឺនឹងបានសម្បត្តិធរណីកប់ខ្លួនស្លាប់ខ្ញុំប្រើភាសាម្យ៉ាងខ្លីថាពេលឡើងភ្នំគឺត្រូវប្រឹងដោយកម្លាំងតែពេលចុះមកវិញគឺត្រូវប្រុងដោយស្មារតីក្នុងស្ថានភាពគ្រោះថ្នាក់ខ្លះជាពិសេសក្នុងសង្គមដែលមានមនុស្សដែលមានលក្ខណៈដូចឆ្កែចចកុំថាឡើយទៅដល់មានកម្លាំងវាលុកយកឈ្នះអ្នកដទៃមុនតែបើអាចទប់ខ្លួនកុំឲ្យអ្នកដទៃវាយដួលគឺចាត់ទុកថាខ្លាំងណាស់ទៅហើយពេលយើងឡើងខ្ពស់រហូតដល់អ្នកដទៃច្រណែនរឿងខ្លះបើយើងមិនវាយលុកទេឬនៅតែស្ងៀមកុំតែកិច្ចមិនទុកឲ្យរីកចម្រើនយូរទេក្នុងសង្គមឆ្កែចចបើមនុស្សល្អចង់រស់សុខស្រួលគឺជាភាពល្ងងខ្លៅសុទ្ធសាធដូច្នេះហើយអ្នកល្អត្រូវចេះអោបក្រសោបគ្នាកុំរស់នៅដាច់ដោយឡែកពីគ្នាហើយកុំបែកបាក់សាមគ្គីគ្នាឲ្យសោះជាសច្ចភាពនៃច្បាប់ធម្មជាតិមិនមែនភាវៈល្អខ្លាំងជាងឬមិនមែនភាវៈអាក្រក់ខ្លាំងជាងទេតែបើភាវៈល្អច្រើនជាងភាវៈអាក្រក់គឺល្អនឹងឈ្នះអាក្រក់ឬបើភាវៈអាក្រក់ច្រើនជាងភាវៈល្អគឺអាក្រក់ឈ្នះល្អវិញ